យ៉ាបងប្អូនរមណីយដ្ឋានធម្មជាតិចង្ហូរថ្មនៅឃុំកន្ទឺពីស្រុកបណ្ដាំខេត្តបាត់ដំបងកំពុងតែពេញលេងហើយថ្ងៃសៅរ៍អាទិត្យនេះឃើញថាមានមនុស្សមកលេងច្រើនកកខ្លាំងមែនតើហ្មងសំខាន់មានរបស់លេងថ្មីទៀតហើយខ្ញុំមិនមកអង្គយូរទេដោយសារមករត់ដងធ្លាប់តែលេងទឹកអង្គុយលើកញ្ចុះញ៉ាំអីធម្មតាឥឡូវនេះមកជិះទូកលេងយ៉ាងសប្បាយរីករាយបងប្អូនអើយខ្ញុំនិយាយថាពេញលេងហ្នឹងឥឡូវហ្នឹងកំពុងតែចូលដោះខែក្តៅដែរបងប្អូនការមកញ៉ាំអីឬក៏មានទឹកមានអីអង្គុយលេងហើយក៏ចង់ថតរូបស្អាតៗឡើងលើស្ពានយោជិះទូកលេងអីហ្នឹងមកខាងចង្ហូរថ្មបានដល់ត្រូវប៉ាន់ហ្មងបងប្អូនដោយសារតែមានកញ្ចុះអង្គុយលេងមានកន្លែងផ្ញើឡានផ្ញើម៉ូតូហើយសម្រាប់ក្មេងៗនេះមានអាវពោងមានពងទឹកអីហ្នឹងសម្រាប់ជួលលេងយ៉ាងសប្បាយរីករាយតែម្ដងហើយមើលទឹកហូរវារាក់ល្មមបងប្អូនមើលទៅគួរឲ្យចង់លេងខ្លាំងមែនទែនរមណីយដ្ឋាននេះឥឡូវក៏កាន់តែប្លែកដែរបងប្អូនដោយសារតែបងខាងកញ្ចុះគាត់មានរៀបចំដេកជាការមានកន្លែងស្ពានដើរលើទឹកមានកន្លែងជួលទូកជិះលេងមានពងទឹកមានអាវពងជួលអីចឹងទៅមើលទៅគឺស្អាតទៅបងប្អូនហើយសម្រាប់ការលេងរបស់យើងក៏ស្រួលដែរអញ្ចឹងឃើញởខែនេះគឺទឹកអត់សូវឡើងខ្លាំងទេអញ្ចឹងគាត់មានតម្លាក់កញ្ចុះមករៀបចំតាមមាត់ទឹកហ្នឹងអង្គុយលើកញ្ចុះរាប់វត្តទឹកអីអញ្ចឹងមើលទៅស្រស់ស្រាយខ្លាំងបងប្អូនឥឡូវនេះខ្ញុំដើរលើស្ពានអញ្ចឹងទៅជួបបងគាត់សុំឲ្យថតរូបឲ្យគាត់ដោយសារគាត់មកលេងជាក្រុមគ្រួសារអីអញ្ចឹងមើលទៅគឺរីករាយខ្លាំងមែនទែនចុងសប្តាហ៍អីអញ្ចឹងណាបងប្អូនហើយសម្រាប់បងប្អូនដែលធ្លាប់មកលេងខាងរមណីយដ្ឋានចង្ហូរថ្មលើកមុនអីអញ្ចឹងទៅគាត់អត់បានឃើញពីការដេកអីអញ្ចឹងណាឥឡូវគេរៀបចំស្អាតទៅបងប្អូនដោយសារតែមានកន្លែងថតរូបមានស្ពានមានអីដើរអញ្ចឹងមើលទៅគួរឲ្យចង់មកលេងខ្លាំងណាស់ហើយខ្ញុំឃើញក្មេងៗលេងគឺថាជ្រួលជ្រើមចង់លេងទឹកខ្លាំងមែនទែនបងប្អូនតែបានដាក់អីវ៉ាន់ដាក់កៅអីមកអញ្ចឹងទៅអាទិត្យក្រោយមានអារម្មណ៍ថាចង់បោកធីមមកបងប្អូនណាគេចង់មកលេងជាមួយខ្ញុំអាទិត្យក្រោយមកខាងចង្ហូរថ្មទាំងអស់គ្នាកុំភ្លេចមិនសិនមកថាចង់មកលេងដែរហ្នឹងបងប្អូនដាក់កៅដាក់អីត្រៀមមកកាផ្លេមកអីវ៉ាន់យើងញ៉ាំឬក៏ចង់មកអង្គុយកញ្ចុះឲ្យកំងហូបខាងបងកញ្ចុះញ៉ាំក៏បានដោយសារគេមានលក់ម្ហូបកំងមានអីច្រើនហូរហែនៅនឹងចង់បញ្ជាក់តិចដែរដោយសារខ្ញុំទៅនឹងម៉ោង1បងប្អូននៅពងពេញក្តៅបើថាម៉ោង3ម៉ោង4មានគេចុះលេងទឹកកាន់តែច្រើនជាងនឹងផ្លាយខ្លាំងមែនតើដោយសារតែមានទូកពណ៌ឡើងចម្រុះហ្មងចង់មកជិះទូកលេងលក្ខណៈថតរូបលេងអីក៏ស្អាតដែរបងប្អូនព្រោះថារត់ដងមកថតតលេងទឹកអញ្ចឹងណាឥឡូវកន្លែងអីគាត់មានទូកមានអីចូលជិះអីយោឥឡូវសាកជិះនេះបងប្អូនពេលអាវពងពេលអីទៀតហើយកន្លែងចេះបើអីមានអបាយដាក់អីពីមុខមែនទេចាហ្នឹងហើយចូលមកខាងនេះមានជួលទូកជិះហើយអីណាស្រាប់ចៅនេះចាឥឡូវយើងជិះទូកលេងបងប្អូននៅខាងចង្ហូរសំខាន់នេះបងប្អូនដូចខ្ញុំប្រាប់អញ្ចឹងឯងគឺថាមានទូកមានអីឲ្យយើងជិះលេងនៅខាងលើហ្នឹងដោយសារខាងលើហ្នឹងទឹករៀងស្មើអត់មានថ្មមានអីច្រើនទេអញ្ចឹងយើងអាចជិះទូកលេងខាងលើហ្នឹងមានកោះមានអីទៀតបងប្អូនហើយនេះសិតតែ fan ខ្ញុំគេដើរមកសួរឯងអ្នកថតវីដេអូមិនមែនខ្ញុំធ្លាប់មើលប៉ះអញ្ចឹងណាហើយឡើងរំភើបបងប្អូនហើយបានក្មេងៗស្គាល់ឡងឥឡូវនេះខ្ញុំដើរឡើងមកលើស្ពានដើម្បីឆ្លងមកខាងកញ្ចុះខាងនេះម្ដងបងប្អូនគេមានលក់ដូរមានម្ហូបអីអញ្ចឹងបងប្អូនអាចកំងខាងគាត់បានដោយសារគាត់លក់ចេះឯងបងប្អូនមានបុកល្ហុងមានប្រហិតអីអញ្ចឹងទៅហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនសម្រាប់ការទស្សនាបាយបាយជម្រាបលា